រឿងអាចកំបាំងនៃអូជីដូនវិសាលជាកសិករវ័យក្មេងម្នាក់រស់នៅភូមិត្រពាំងរុនឆ្នាំនេះរាំងស្ងួតខ្លាំងណាស់ធ្វើឲ្យស្រែរបស់គាត់ប្រែជាវាលស្រែប្រែដីគាត់បានចំណាយលុយទិញម៉ាស៊ីនបូមទឹកទំនើបជាច្រើនតែទឹកក្នុងអូតូចៗនៅជិតនោះក៏រីងស្ងួតទៅវិញយ៉ាងលឿនគាត់អស់សង្ឃឹមខ្លាំងណាស់ពេលឃើញដំណាំរបស់ខ្លួនងាប់ជាបណ្ដាតាំងដែលបានប្រើបច្ចេកវិទ្យាអស់ពីលទ្ធភាពទៅហើយយប់មួយវិសាលបានទៅអង្គុយក្បែរយាយម៉ាយដែលជាជីដូនរបស់គាត់យាយម៉ាយកំពុងអង្គុយជិតស្លឹកត្នោតដោយទឹកមុខស្ងប់ស្ងៀមវិសាលបានរៀបរាប់ពីបញ្ហាខ្វះខាតទឹករបស់ខ្លួនយាយម៉ាយញញឹមតិចរួចគាត់បានប្រាប់ចៅថាចៅអើយទឹកមិនមែនត្រឹមតែបូមទេគឺត្រីចេះរក្សាវាកាលពីចំនួនយាយរាំងស្ងួតជាងនេះទៀតតែយើងចេះធ្វើប្រព័ន្ធអូវាកយាយម៉ាយបានបង្រៀនវិសាលឲ្យជីកអូតូចនិងរាក់តែមានលក្ខណៈវាកវងដូចពស់យាយបានពន្យល់ថាការធ្វើបែបនេះអាចជួយកាត់បន្ថយការហួតហែងពីកម្ដៅថ្ងៃនិងអាចចាប់យកសំណើមពីទឹកសន្សើមពេលយប់បានច្រើនវិសាលស្ទាក់ស្ទើរនឹងវិធីសាស្ត្របុរាណនេះតែគាត់សម្រេចចិត្តជឿតាមគាត់ចាប់ផ្ដើមជីកអូដោយដៃទាំងពីរមិនប្រើម៉ាស៊ីនទៀតឡើយដោយសង្ឃឹមថានឹងអាចជួយសង្គ្រោះដំណាំដែលនៅសល់មួយសប្តាហ៍ក្រោយមកដំណាំរបស់វិសាលនៅតែស្រស់បំព្រងខណៈដែលស្រែរបស់អ្នកដទៃចាប់ផ្ដើមងាប់អស់ទឹកសន្សើមពេលយប់បានប្រមូលផ្ដុំនៅក្នុងអូវាកនោះហើយទឹកក៏មិនងាយហួតអស់ដោយសារកម្ដៅថ្ងៃខ្លាំងវិសាលបានដឹងថាចំណេះដឹងថ្មីពិតជាសំខាន់តែប្រាជ្ញាដែលដូនតាបានបន្សល់ទុកឲ្យគឺជារតនសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយហើយគាត់បានអរគុណជីដូនរបស់គាត់ជាខ្លាំងមេរៀនអប់រំត្រូវចេះគោរពនិងស្វែងយល់ពីប្រាជ្ញារបស់ចាស់ព្រោះបទពិសោធន៍របស់ពួកគាត់អាចជាដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហាប្រឈមក្នុងជីវិតដែលបច្ចេកវិទ្យាថ្មីពុំអាចផ្ដល់បាន